សូមជម្រាបសួរបងនៅពេលនេះខ្ញុំសូមបង្ហាញជូនព័ត៌មានថ្មីស្ដីអំពីការសន្ទនារវាងលោកប្រធានាធិបតី Donald Trump ជាមួយនឹងលោក Zelensky ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនដែលមេដឹកនាំទាំងពីរបានសន្ទនាគ្នាកាលពីថ្ងៃសុក្រនេះហើយមានបញ្ហាមួយចំនួនដែលមេដឹកនាំទាំងពីរបានផ្ដោតនៅក្នុងការសន្ទនានេះជាពិសេសការសន្ទនានេះធ្វើឡើងក្រោយពីរុស្ស៊ីបានវាយប្រហារយ៉ាងខ្លាំងបំផុតហើយកាលពីថ្ងៃសុក្រនេះទៅលើប្រទេសអ៊ុយក្រែនជាពិសេសសម្ដៅទៅលើរដ្ឋធានីគៀវគឺលោកប្រធានាធិបតី Trump បានទូរស័ព្ទទៅកាន់ប្រធានាធិបតីអ៊ុយក្រែនលោក Zelensky នៃប្រទេសអ៊ុយក្រែននោះគឺនៅថ្ងៃសុក្របន្ទាប់ពីរុស្ស៊ីបានវាយប្រហារទីក្រុងគៀវនិងទីក្រុងផ្សេងទៀតរបស់អ៊ុយក្រែននៅថ្ងៃសុក្រនេះដោយប្រើ drone និងមីស៊ីលច្រើនបំផុតដែលបាញ់នៅក្នុងពេលតែមួយដាក់ទៅលើប្រទេសអ៊ុយក្រែននៃសង្គ្រាមនេះបើយោងតាមមន្ត្រីរបស់អ៊ុយក្រែនលោក Trump បានទូរស័ព្ទទៅលោកប្រធានាធិបតី Vladimir Putin គឺប្រមាណម៉ោងមុនការវាយប្រហារដ៏ខ្លាំងរបស់រុស្ស៊ីនេះតែប៉ុណ្ណោះដោយអំពាវនាវឲ្យសម្ដេចបានបត់ឈប់បាញ់គ្នាលោក Trump បានប្រាប់អ្នកសារព័ត៌មានក្រោយពីការហៅទូរស័ព្ទនោះថាលោកមិនទទួលបានលទ្ធផលអ្វីទេជាមួយនឹងលោក Putin នៅក្នុងការសន្ទនាគ្នានេះដូច្នេះការវាយប្រហារនោះបានធ្វើឡើងទៅលើទីក្រុងគៀវដែលជារដ្ឋធានីរបស់ប្រទេសអ៊ុយក្រែននោះគឺសង្កេតឃើញថាពេលព្រឹកព្រលឹមឡើងគឺមានផ្សែងខ្មួលខ្មៅនៅលើទីក្រុងតែម្ដងដោយសារតែកំទេចកំទី drone បានធ្លាក់មកហើយបានចំផ្នែកមួយចំនួននៃទីក្រុងក្នុងនោះគឺប៉ះទៅលើផ្នែកមួយនៃស្ថានកុងស៊ុលនៃស្ថានទូតទៅលើនៅទីក្រុងគៀវហើយនិងស្ថានកុងស៊ុលរបស់ចិននៅក្នុងទីក្រុងអូដេសាដែលនៅភាគខាងត្បូងរបស់ប្រទេសអ៊ុយក្រែនមន្ត្រីអ៊ុយក្រែននិយាយថាអគារលំនៅឋានបានរងការខូចខាតក្នុងសង្កាត់ចំនួន5ក្នុងរដ្ឋធានីគឺតាំងពីក្នុងខែមុនមកនោះគឺការខូចខាតច្រើននៅក្នុងរដ្ឋធានីនេះគឺមានជាបន្តបន្ទាប់ប្រទេសរុស្ស៊ីបានបង្កើតការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកក្នុងរយៈពេលប្រមាណខែថ្មីនេះជាមួយនឹងកំណត់ត្រានៃការវាយប្រហារនោះកាន់តែច្រើនឡើងជារៀងរាល់សប្តាហ៍ដោយដែលពួកគេបានធ្វើកាលពីថ្ងៃសុក្រការវាយប្រហារនេះគឺជាធម្មតាគឺបានបញ្ចូលគ្នានៅយន្តហោះគ្មានមនុស្សបើកហើយនឹងបាញ់ពីនាវានិងមីស៊ីលផ្លោងនិងគ្រាប់ដែលបំភាន់ដើម្បីធ្វើយ៉ាងណាសន្ធប់ទៅលើប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនបន្ទាប់ពីការវាយប្រហារកាលពីថ្ងៃសុក្រលោក Trump បាននិយាយជាមួយនឹងលោក Zelensky នេះបើយោងតាមខុទ្ទកាល័យរបស់ប្រធានាធិបតីរបស់អ៊ុយក្រែនហើយខុទ្ទកាល័យនោះក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាមានដឹកនាំទាំងពីរការពិភាក្សាគ្នានេះគឺផ្ដោតទៅលើការវាយប្រហារតាមអាកាសនៅថ្ងៃសុក្រហ្នឹងហើយនឹងការនិយាយគ្នាអំពីប្រព័ន្ធខែលការពារដែនអាកាសប៉ុន្តែពួកគេមិនបានផ្ដល់ព័ត៌មានលម្អិតនោះទេនេះតាមខុទ្ទកាល័យគឺមិនបានផ្ដល់ព័ត៌មានលម្អិតនោះទេហើយការវាយប្រហារនេះគឺជាការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ីទៅលើអ៊ុយក្រែនហើយកន្លងមកនេះគឺអ៊ុយក្រែនពឹងផ្អែកយ៉ាងខ្លាំងទៅលើថាកំជួយឬក៏មីស៊ីល Patriot ប្រព័ន្ធខែលការពារ Patriot ដែលផលិតដោយសហរដ្ឋអាមេរិកដែលជាខែលការពារតែមួយគត់ដែលមានប្រសិទ្ធភាពទប់នឹងមីស៊ីលផ្លោងរបស់រុស្ស៊ីមួយចំនួនបើទោះបីជាអ៊ុយក្រែននឹងមានប្រព័ន្ធការពារដែនអាកាសផ្សេងទៀតដែលផលិតនៅអឺរ៉ុបហើយដែលផ្ដល់ឲ្យខាងអ៊ុយក្រែនក៏អ៊ុយក្រែនមានកំជួយដែលទប់នឹងមីស៊ីល cruise របស់រុស្ស៊ីហើយនឹងក៏អាចនឹង drone បានខ្លះដែរដែលផលិតក្នុងស្រុកផងទទួលបានពីអឺរ៉ុបផងក៏ប៉ុន្តែខាងសហរដ្ឋអាមេរិកនៅតែមានសេចក្តីសំខាន់ចឹងហើយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនអំពីការហៅទូរស័ព្ទជាមួយនឹងលោក Trump នោះគឺខាងខុទ្ទកាល័យរបស់លោក Zelensky ក៏បាននិយាយថែមទៀតថាមេដឹកនាំទាំងពីរយល់ព្រមទៅលើការបង្កើនការការពារដែនអាកាសរបស់អ៊ុយក្រែនប៉ុន្តែមិនដឹងថាតើរដ្ឋបាលលោក Trump នឹងបន្តផ្គត់ផ្គង់អាវុធការពារដែនអាកាសដែរឬទេនៅក្នុងការសន្ទនារវាងលោក Trump ជាមួយនឹងលោក Putin វិញគឺលោក Trump បានទទូចឲ្យរុស្ស៊ីឈប់បាញ់ទៅក៏ប៉ុន្តែរុស្ស៊ីនៅតែទទូចថាតើតែអ៊ុយក្រែនធ្វើសម្បទានដោយដែលខ្លួនចង់បានពីខាងដើមទើបមានបទជប់បាញ់គ្នានេះបើតាមខាងការិយាល័យរបស់លោកប្រធានាធិបតីនៃប្រទេសរុស្ស៊ីបានប្រាប់ឲ្យដឹងហើយក្នុងពេលកន្លងមកគឺរុស្ស៊ីមិនទទួលយកបទជប់បាញ់គ្នាដែលស្នើឡើងដោយសហរដ្ឋអាមេរិកទេក្នុងគណៈពេលដែលអ៊ុយក្រែនព្រមទទួលយកបទជប់បាញ់គ្នានេះហើយបើតាមអ្នកសារព័ត៌មានបានរាយការណ៍ឲ្យដឹងថា
កាលពីថ្ងៃពហុពេលដែលលោក Donald Trump លោកអញ្ជើញទៅរដ្ឋ Iowa ដើម្បីនិយាយអំពី Big Beautiful Bill របស់លោកអ្នកសារព័ត៌មានបានឆ្លៀតសួរលោក Trump អំពីកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោកជាមួយនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នោះគឺលោក Trump បាននិយាយថាពេលដែលនិយាយហ្នឹងគឺលោក Putin ហាក់ដូចជាមិនផ្ដោតអារម្មណ៍នៅក្នុងការសន្ទនាឲ្យច្បាស់លាស់ទេហើយដូច្នេះលោក Trump លោកថាមានការខកចិត្តណាខ្ញុំពិតជាខកចិត្តណាស់ហើយក៏ថាតាមមើលទៅលោក Putin ហ្នឹងគឺមិនចង់បញ្ឈប់សង្គ្រាមសោះហ្មងគឺទៅវាដូចជាអាក្រក់ណាស់បាទគឺជារឿងមួយដែលប្រធានាធិបតីសហរដ្ឋអាមេរិកដែលធ្លាប់តែសន្យាថានឹងដោះស្រាយចំនួននេះដោយសន្តិវិធីបើជាបានសារភាពថាគឺលោក Putin គឺមានគំនិតនៅតែមិនចង់ឈប់ធ្វើសង្គ្រាមទេដោយឡែកប្រទេសអាល្លឺម៉ង់វិញបាននិយាយថាខ្លួនកំពុងតែពិភាក្សាយ៉ាងដិតដល់ដើម្បីស្វែងរកលទ្ធភាពទិញមីស៊ីលការពារដែលអាកាសប្រភេទ Patriot ហ្នឹងយកមកឲ្យអ៊ុយក្រែនណាប៉ុន្តែក៏មិនទាន់ដឹងថាតើសម្ភារៈយោធាហ្នឹងគឺខែការពារហ្នឹងអាចនឹងទិញបានភ្លាមៗឬយ៉ាងណាឬត្រូវកំងប្រយ័ត្នពេលយូរក៏ប៉ុន្តែខាងអ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់បានប្រាប់អ្នកសារព័ត៌មានថាអាល្លឺម៉ង់គឺយកចិត្តទុកដាក់លើបញ្ហានេះខ្លាំងណាស់គឺឥឡូវនេះកំពុងតែខិតខំរកវិធីចរចាយ៉ាងម៉េចដើម្បីទិញបើថាអ៊ុយក្រែនគេមិនលក់អ៊ុយក្រែនគឺអាល្លឺម៉ង់ចូលចិត្តទិញពីណាក៏បានឲ្យអនុញ្ញាតឲ្យលក់ដើម្បីយកទៅជួយអ៊ុយក្រែននៅពេលនេះបាទនេះគឺជាព័ត៌មានបច្ចុប្បន្នភាពពាក់ព័ន្ធជាមួយនឹងការសន្ទនារបស់មេដឹកនាំសហរដ្ឋអាមេរិកគឺលោក Donald Trump ជាមួយនឹងមេដឹកនាំនៃប្រទេសអ៊ុយក្រែនគឺលោក Volodymyr Zelensky សូមអរគុណសូមជម្រាបលាគឺជាកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិកជាមួយនឹងប្រទេសកម្ពុជាបាទបើតាមការបញ្ជាក់របស់ខាង Facebook របស់សានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជាក៏ដូចជារដ្ឋមន្ត្រីក្រសួងការពារជាតិរបស់កម្ពុជានោះលោកទាសីហានោះបានឲ្យដឹងថាសហរដ្ឋអាមេរិកនិងកម្ពុជាធ្វើការរួមគ្នាក្នុងការគ្រប់គ្រងការធ្វើពាណិជ្ជកម្មអាវុធមហាប្រឡាយបាទដែលជាការសហការមួយបើតាមលោករដ្ឋមន្ត្រីការពារជាតិកម្ពុជាលោកទាសីហាលោកបានបង្ហោះសារនៅលើបណ្ដាញសង្គមអំពីការចូលរួមរបស់លោកនៅក្នុងកម្មវិធីបើកនៃកិច្ចចាប់ផ្ដើមគម្រោងស្ដីពីដំណើរឆ្ពោះទៅកាន់គំនិតផ្ដួចផ្ដើមលើយុទ្ធសាស្ត្រគ្រប់គ្រងពាណិជ្ជកម្មអាវុធមហាប្រឡាយគឺបានន័យថាมันអាចមានការលក់ដូរអាវុធអីទេបាទនេះជាការបង្ការទុកជាមុននៅក្នុងពេលអនាគតហើយកម្មវិធីនេះគឺបានធ្វើនៅក្នុងសន្តាគារលើ Raffle លើ Royal ភ្នំពេញកាលពីថ្ងៃទី30ខែកញ្ញានៅពេលដែលគាត់អញ្ជើញទៅថ្លែងនៅពេលនេះដោយឡែកលោកស្រី Bridget Walker ដែលជាភារៈធារីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជាក៏បានចូលរួមនៅក្នុងពិធីនោះដែរហើយលោកស្រីបានសម្ដែងនៅការថ្លែងអំណរគុណទៅដល់រដ្ឋមន្ត្រីការពារជាតិរបស់កម្ពុជាគឺលោកទាសីហាចំពោះការចូលរួមនឹងកិច្ចសហប្រតិបត្តិការជាមួយនឹងសហរដ្ឋអាមេរិកនោះដោយលោកស្រីថាការសហប្រតិបត្តិការនេះគឺមានទាំងអគ្គលេខាធិការរដ្ឋាភិបាលរបស់អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមីនុយក្លេអ៊ែរជាភាសានិងជាវិទ្យុសកម្មហើយនឹងកម្មវិធីជាមួយនឹងសហរដ្ឋអាមេរិកគឺកម្មវិធីការត្រួតពិនិត្យការនាំចេញនិងសន្តិសុខព្រំដែននៃក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកដែលបានចាប់ផ្ដើមគំនិតផ្ដើមរួមគ្នាថ្មីសម្រាប់កិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងប្រភេទទំនិញយុទ្ធសាស្ត្រទ្វេមុខបាទជាមួយគ្នានេះដែរគឺយុទ្ធសាស្ត្រគ្រប់គ្រងពាណិជ្ជកម្មអាវុធមហាប្រឡាយហើយសហរដ្ឋអាមេរិកយល់ថាកិច្ចសហប្រតិបត្តិការនេះគឺដើម្បីបង្កើនការការពារសន្តិសុខតាមព្រំដែនរបស់កម្ពុជាប្រឆាំងអាវុធមហាប្រឡាយនិងជំរុញកំណើនសេដ្ឋកិច្ចដើម្បីធ្វើឲ្យប្រទេសកម្ពុជាក៏ដូចជាសហរដ្ឋអាមេរិកនេះគឺកាន់តែមានសុខសុវត្ថិភាពបាទនេះគឺជាកិច្ចសហប្រតិបត្តិការថ្មីមួយទៀតហើយរវាងសហរដ្ឋអាមេរិកជាមួយនឹងប្រទេសកម្ពុជាបាទដូចដែលខ្ញុំបានជម្រាបអញ្ចឹងគឺខ្ញុំសប្បាយរីករាយដែលឃើញបែបនេះហើយខ្ញុំសូមបញ្ចេញយោបល់ជូនបន្តិចជូនប្រិមិត្តបាទជូនប្រិមិត្តគឺម្សិលមិញខ្ញុំឃើញលោកពូម្នាក់ខ្ញុំហៅសូមអនុញ្ញាតហៅគាត់លោកពូចុះឃើញគាត់ធ្វើ comment ហើយខ្ញុំទៅឃើញក្រោយពីបញ្ចប់ហើយអញ្ចឹងបើសិនជាគាត់ចូលថ្ងៃនេះក៏បានទទួលស្ដាប់ហើយបើសិនជាប្រិមិត្តផ្សេងទៀតក៏ទទួលស្ដាប់ដែរគឺគាត់បានធ្វើ comment ពេលដែលឮខ្ញុំនិយាយថាខ្ញុំសប្បាយចិត្តនៅពេលដែលឃើញសហរដ្ឋអាមេរិកហើយនឹងកម្ពុជាខិតចូលគ្នាហើយបើសិនជាមានទំនាក់ទំនងកាន់តែល្អគឺខ្ញុំកាន់តែសប្បាយហើយគាត់ក៏បានអបអរសាទរដែរក៏ប៉ុន្តែគាត់ហាក់ដូចជាគឺថាបង្ហាញនៅការអស់សង្ឃឹមបន្តិចពីព្រោះគាត់ក៏វ័យក៏ចំណាស់ដែរហើយគាត់ប្រឹងប្រែងយូរហើយខ្ញុំហៅគាត់ពូដោយសារតែគាត់
គាត់ថាគាត់មកសហរដ្ឋអាមេរិកតាំងពីចំនួនលោកឆាងសុងបាទលោកឆាងសុងដែលជាអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់កម្ពុជាអញ្ចឹងអ្វីដែលខ្ញុំអាចឆ្លើយទៅលោកពូវិញបានគឺអរគុណលោកពូដែលបានខិតខំប្រឹងប្រែងកិច្ចការនេះបាទហើយខ្ញុំជាអ្នកចំនួនក្រោយក៏ខ្ញុំនឹងខិតខំប្រឹងប្រែងតដែរធ្វើម៉េចបានសម្រេចប៉ុណ្ណាបានប៉ុណ្ណឹងបាទយើងមើលតែរឿងទំនាក់ទំនងរវាងកម្ពុជាថៃទៅដឹងហើយគឺម្ដងល្អអញ្ចឹងម្ដងចុះម្ដងឡើងម្ដងចុះនោះវាជារឿងធម្មតាទេក៏ប៉ុន្តែគឺយើងនៅតែផ្ដោតទៅលើគោលដៅដដែលដែលលោកពូបានលើកទឹកចិត្តខ្ញុំផងដែរបាទអរគុណដែលបានចូលរួមបញ្ចេញមតិឡើងល្អដូចខ្ញុំបាននិយាយចឹងខ្ញុំអត់ប្រកាន់ថាអ្នកណានៅប្រទេសកម្ពុជាកាន់អំណាចទេបើកាលណាគាត់មានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិកគឺខ្ញុំសប្បាយណាស់ពីព្រោះអាមេរិកនេះគឺជាប្រទេសទី2របស់ខ្ញុំដែរអញ្ចឹងខ្ញុំក៏សប្បាយចិត្តបើកាលណាយើងមានការសហការគ្នាល្អអញ្ចឹងទៅបាទប៉ុន្តែក៏ថាមិនមែនទាញមក exclusively ឲ្យតែមួយសហរដ្ឋអាមេរិកទេគឺបើកច្រកអាចនឹងចាប់ដៃគូជាមួយអ្នកណាទៀតក៏បានដែរក៏ប៉ុន្តែឲ្យវាល្អបាទមិនបានអាមេរិកល្អជាងក៏វាស្មើគ្នាអញ្ចឹងទៅបាទនោះខ្ញុំសូមអញ្ចឹងហើយដោយសាររឿងហ្នឹងហើយបើគាត់មានប្រសាសន៍អញ្ចឹងវាពីរចំណុចទី1គឺខ្ញុំបានអរគុណគាត់ចំណុចទី2គឺគាត់ប៉ះចំមនុស្សម្នាក់ដែលខ្ញុំមានការគោរពទោះបីជាប្រិមិត្តមានយោបល់ផ្សេងក៏ដោយគឺលោកឆាងសុងបាទឆាងសុងគាត់អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានបាទជាមនុស្សដែលអតីតមន្ត្រីហើយជាចាស់ទុំដែលគាត់ចំពោះខ្ញុំដូចខ្ញុំមិនដឹងយ៉ាងម៉េចគាត់សម្ដែងការគោរពខ្ញុំនឹងគោរពមែនតើហ្មងបាទគោរពគាត់ឲ្យតម្លៃខ្ញុំខ្លាំងមែនតើហ្មងពេលដែលជួបគ្នាផ្ទាល់អីក៏ដោយគាត់គោរពខ្ញុំមែនតើហើយគាត់មានពាក្យសរសើរខ្ញុំច្រើនតាំងពីកំសែងឯងនឹងរូបរាងសង្ហាអីណាចំណេះអីច្រើនណាគាត់ថាខ្មែរអូបាទព្រោះស្ដាប់ពាក្យគាត់នឹងគឺថាយើងរំភើបបាទដែលអតីតរដ្ឋមន្ត្រីម្នាក់ហើយវិស័យព័ត៌មានឲ្យគាត់មកសរសើរយើងហើយគាត់សរសើរយើងច្រើនបាទខ្ញុំអរគុណគាត់ដែរហើយអញ្ចឹងបើដូចខ្ញុំធ្លាប់បានជំរាបប្រិយមិត្តអញ្ចឹងគឺក្នុងការធ្វើការងារនៅ VA មានរឿង3ដែលខ្ញុំសោកស្ដាយនោះគឺរឿងទី1ខ្ញុំមិនបានសម្ភាសធ្វើការតាប្រវត្តិសាស្ត្រផ្ទាល់មាត់ជាមួយគាត់ដែលខ្ញុំព្រមព្រៀងជាមួយគាត់ហើយមិនបានធ្វើគាត់មានជំងឺបាទទី2គឺខ្ញុំមិនបានធ្វើវីដេអូ documentary អំពីលោកពូសៀនពេញសែបាទដែលជាអ្នកជំនាញម្នាក់ទោះបីជានៅខាងកម្ពុជាយល់យ៉ាងម៉េចពីគាត់ប៉ុន្តែខ្ញុំចង់ក្រងឯកសារពីគាត់ដើម្បីទុកឲ្យខ្មែរយើងចំនួនក្រោយបានដឹងផងដែរបាទប៉ុន្តែខ្ញុំអត់បានធ្វើគាត់ក៏ទទួលនិច្ចកម្មទៅហើយជារឿងទី3ដែលសោកស្ដាយនោះគឺខ្ញុំមិនបានធ្វើកម្មវិធីប្រវត្តិសាស្ត្រនៅក្នុង VOA បាទពេលហ្នឹងយើងឃើញលោកឈឹមសមេតគាត់ប្រកែខាងប្រវត្តិសាស្ត្រហ្នឹងបាទគាត់គូប្រវត្តិសាស្ត្រប៉ុន្តែនៅពេលដែលខ្ញុំសុំគាត់អនុញ្ញាតឲ្យគាត់ធ្វើគាត់ថាគាត់ទុនហើយគាត់មិនអាចបានទោះបីតែខ្ញុំសុំគាត់ថាពូកុមាររ៉ែតសុំ2ឆ្នាំទៀតបានទេគាត់ថាសុំរ៉ែតទៅមិនបានទេបាទកន្លែងធ្វើការមួយដែលយើងជប់ឲ្យមេហើយនៅអាហ្នឹងមិនជារឿងធម្មតាណាបាទខ្ញុំบอกគាត់ថាពូជើ2ឆ្នាំទៀតអញ្ចឹងខ្ញុំស្ដាយរឿងហ្នឹងឥឡូវហ្នឹងគិតស្ដាយមួយទៀតហើយគឺកម្មវិធីបច្ចុប្បន្នភាពពិភពលោកនៅថ្ងៃនេះដែលលោកជុនពុជិនខ្ញុំថាឲ្យគាត់ធ្វើមកចុះបញ្ចូលគាត់តើគាត់ព្រមធ្វើហើយឥឡូវបាត់វិញហើយបាទអញ្ចឹងរឿងសោកស្ដាយមានច្រើននៅក្នុងជីវិតក៏ប៉ុន្តែបើយើងអាចធ្វើប៉ុណ្ណាបានធ្វើប៉ុណ្ណឹងបាទអញ្ចឹងសូមបិទបញ្ចប់ប៉ុណ្ណេះដោយសារតែលោកពូនគាត់មានប្រសាសន៍បើលោកពូនជើញចូលមក show នេះអរគុណលោកពូជាថ្មីម្ដងទៀតលោកពូបាទចំពោះទឹកចិត្តរបស់លោកពូនិងការងាររបស់លោកពូក្នុងពេលកន្លងមកតាក់ទងជាមួយនឹងប្រតិកម្មជំហររបស់នាយករដ្ឋមន្ត្រីថ្មីរបស់ថៃចឹងខ្ញុំសូមដកស្រង់ពីកាសែត The Nation មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាបាទវាមានលក្ខណៈមួយរសើបហើយប្រិយមិត្តចង់ដឹងខ្លាំងបាទគឺតាមការផ្សាយរបស់កាសែត The Nation នៅថ្ងៃនេះគឺឲ្យដឹងថានៅថ្ងៃនេះគឺថ្ងៃទី1ខែតុលាឆ្នាំ2025នេះគឺគាត់បានបញ្ជាក់នៅថ្ងៃពុធនោះថាប្រាសាទតាមាន់ធំហើយនិងប្រាសាទតាក្របីគឺស្ថិតនៅក្នុងព្រំដែននៃខេត្តសុរិន្ទរបស់ថៃដោយគាត់សង្កត់ធ្ងន់ថាគឺរដ្ឋាភិបាលរបស់ថៃនឹងមិនទទួលស្គាល់ពាក្យបណ្ដឹងរបស់កម្ពុជាដែលបណ្ដឹងអំពីកម្មសិទ្ធិនៅលើប្រាសាទទាំងពីរនេះទេបាទបើតាមយើងដឹងគឺប្រទេសកម្ពុជាបានដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ កាលពីខែមិថុនាដោយអះអាងអំពីអធិបតេយ្យភាពទៅលើប្រាសាទជាប្រវត្តិសាស្ត្រទាំងពីរនេះហើយប្រទេសថៃនៅតែអះអាងថាខ្លួនមិនទទួលស្គាល់យុត្តាធិការរបស់តុលាការនេះទេហើយនៅតែអះអាងដោយតឹងរឹងមើងម៉ាត់ថាប្រាសាទទាំងពីរនេះស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសថៃហើយលោកអនុทิនបាននិយាយថា
នេះជាសម្ដីផ្ទាល់របស់គាត់គាត់ថាកម្ពុជាមានសិទ្ធិប្តឹងទៅតុលាការប៉ុន្តែយើងក៏មាននីតិវិធីច្បាស់របស់យើងដែរហើយយើងនឹងរក្សានៅផលប្រយោជន៍ជាតិរបស់ថៃនេះគឺជាអ្វីដែលលោកអនុทิនបានមានប្រសាសន៍ប្រាប់សារព័ត៌មានហើយលោកអនុทิនក៏បានបន្ថែមថាកិច្ចប្រជុំនៅថ្ងៃពុធសំទោសថ្ងៃប្រហ័សខាងមុខនេះរបស់ក្រុមប្រឹក្សាសន្តិសុខជាតិរបស់ថៃគឺនឹងពិភាក្សាគ្នាអំពីការតែងតាំងប្រធានថ្មីដែលតំណាងឲ្យគណៈកម្មាធិការព្រំដែនចម្រុះព្រំដែនរួមរវាងកម្ពុជានិងថៃពីព្រោះប្រធានបច្ចុប្បន្ននេះគឺផុតអាណត្តិអញ្ចឹងនឹងតែងតាំងថ្មីហើយលោកអនុทิនគាត់ថាគាត់មានបេក្ខជនដែលគាត់គិតថាអាចនឹងដឹកនាំការងារនេះបានក៏ប៉ុន្តែគាត់មិនទាន់ប្រកាសទេរហូតដល់ការប្រជុំរបស់ JBC នឹងរួចហើយបាទទន្ទឹមគ្នានឹងដែរគឺសារព័ត៌មាន The Nation បានរាយការណ៍ថានៅខាងភាគីកម្ពុជាវិញគឺក្រសួងការពារជាតិរបស់កម្ពុជាបានប្រកាសថាបានអញ្ជើញមេយោធភូមិភាគខាងទី1របស់ថៃឲ្យចូលរួមប្រជុំនៅជុំបន្ទាប់ទៀតនៅក្នុងគណៈកម្មការព្រំដែនថ្នាក់តំបន់ថ្នាក់យុទ្ធភូមិភាគជាមួយនឹងកម្ពុជានៅក្នុងខែតុលានេះគឺនៅដើមខែតុលានេះណាហើយបើតាមលោកស្រីម៉ាលីសុជាតាដែលជាឧត្តមសេនីយ៍ឯកនឹងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជានោះបាននិយាយថាកិច្ចប្រជុំ ABC គឺថ្នាក់តំបន់នេះគឺនឹងធ្វើឡើងរវាងយុទ្ធភូមិភាគទី1របស់ថៃនិងយុទ្ធភូមិភាគទី5របស់កម្ពុជាដែលនឹងរៀបចំឡើងនៅខេត្តបន្ទាយមានជ័យចាប់ពីថ្ងៃទី10ដល់ថ្ងៃទី12ខែតុលាអ្នកស្រីបានមានប្រសាសន៍ថាកិច្ចប្រជុំនេះគឺមានបំណងពង្រឹងនៅបទជបាញ់គ្នានិងលក្ខខណ្ឌនានាដើម្បីជំរុញឲ្យមានស្ថិរភាពថិតថេររវាងប្រទេសទាំងពីរបាទនេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន The Nation ថ្ងៃនេះ The Nation រាយការណ៍មាន balance ល្អណាស់មានខាងភាគីកម្ពុជាដែរអញ្ចឹងឥឡូវជើងខ្លាំងយុទ្ធភូមិភាគទី1ហ្នឹងនឹងជួបជាមួយនឹងកម្ពុជាថាតើកម្ពុជានឹងញ័រភ័យខ្លាចដោយគាត់ប្រកាសដែរឬទេបាទគឺជាការផ្សាយរបស់ខាងគេហទំព័រដែលនិយាយអំពីទេសចរបាទនៅថ្ងៃនេះគឺអត្ថបទហ្នឹងខ្ញុំឃើញអត្ថបទនេះខ្ញុំញញឹមតែម្ដងគាត់ថាឥឡូវនេះកម្ពុជាគឺពង្រឹងនៅការយុទ្ធសាស្ត្រទេសចរជាសកលដើម្បីជំនះនៅឧបសគ្គដែលបង្កឡើងដោយបញ្ហាព្រំដែនដែលជាមួយនឹងថៃធ្វើឲ្យមានកំណើនទេសចរនឹងធ្លាក់ចុះបាទអត្ថបទនេះវែងខ្ញុំសូមសង្ខេបខ្លីៗតែម្ដងមិនទាំងអស់ទេបាទមិនទាំងអស់នេះវែងពេកបាទវែងពេកចឹងខ្ញុំសូមសង្ខេបខ្លីៗនោះគឺគាត់ចង់និយាយថាឥឡូវនេះគឺកម្ពុជាបានរៀបចំផ្ដោតយុទ្ធសាស្ត្ររបស់ទេសចររបស់ខ្លួនហ្នឹងគឺដើម្បីឲ្យមានការចាប់អារម្មណ៍ពីពិភពលោកហើយដើម្បីធ្វើយ៉ាងណាឲ្យចំនួនទេសចរទៅលេងនៅប្រទេសកម្ពុជាហ្នឹងកើនឡើងហើយមានការសហការច្រើនក្នុងនោះគឺអ្វីដែលកម្ពុជាមើលហ្នឹងគឺទៅលើទេសចរដែលនៅជិតបាទនៅលើជិតហ្នឹងគឺដូចជាប្រទេសម៉ាឡេស៊ីសិង្ហបុរីប្រទេសចិនដែលខ្ញុំប្រើពាក្យលោកមុនខ្ញុំថា low hanging fruits គឺថាផ្លែឈើដែលនៅជិតបាទគេត្រូវបែបអញ្ចឹងបាទគឺគាត់ផ្ដោតទៅលើហ្នឹងហើយក៏បង្កើនការចូលទៅតាក់ទាញទេសចរនៅខាងអឺរ៉ុបនៅខាងសហរដ្ឋអាមេរិកផងដែរហើយមានការធ្វើដៃគូជាមួយនឹងក្រុមហ៊ុនទេសចរមានអីជាច្រើនហើយមានការផ្សព្វផ្សាយហើយនឹងអ្នកដែលគាត់ធ្វើជាក្រុមគោលដៅដែលនៅអឺរ៉ុបនៅហ្នឹងគឺអាចនឹងមានកិច្ចប្រជុំតាក់តូចបើ 4-10 នាក់អញ្ចឹងដើម្បីបញ្យល់អញ្ចឹងទៅហើយអ្នកដែលគាត់មានគោលដៅហ្នឹងគឺជាអ្នកសារព័ត៌មានហើយនឹងអ្នកដែលជាអ្នក social influencer ហ្នឹងក៏មានចូលរួមនឹងផងដែរអញ្ចឹងគឺជាការមួយផ្លាស់ប្ដូរយុទ្ធសាស្ត្រដ៏ខ្លាំងរបស់កម្ពុជាបាទអញ្ចឹងខ្ញុំមិនចូលដល់ស៊ីជម្រៅដល់វែងទេគឺអត្ថបទនេះល្អដែរអញ្ចឹងដោយសារតែបញ្ហាជួបប្រទះហ្នឹងគឺរឿងព្រំដែនជាមួយនឹងថៃហ្នឹងដែលពីមុនមកគឺទេសចរធ្លាប់តែឆ្លងព្រំដែនទៅលេងថៃហើយមកពីថៃបន្តមកលេងកម្ពុជាឥឡូវហ្នឹងដោយសារតែបិទព្រំដែនអញ្ចឹងវាប៉ះពាល់ទៅដល់ទេសចរកម្ពុជាក៏ដាក់ចេញនៅយុទ្ធសាស្ត្រដ៏ខ្លាំងនេះដើម្បីធ្វើពិពិធកម្មនៅទេសចររបស់ខ្លួននឹងឲ្យបានមើលឃើញអំពីអ្វីដែលជាធនធានធម្មជាតិរបស់កម្ពុជាដែលទេសចរអាចមកទស្សនាបានបាទអញ្ចឹង
តិចពេលមកច្រឡំថាគេស្ដាប់យោបល់ខ្ញុំមិនមែនទេទំនួលចេញយុទ្ធសាស្ត្រនេះបានគឺត្រូវមានយោបល់ក្រុមការងារ brainstorm របស់គេនឹងហើយគេឆ្លងយោបល់ទៅដល់ថ្នាក់រដ្ឋមន្ត្រីដល់អីច្រើនណាមានអាចទៅដល់យុរដ្ឋមន្ត្រីទៀតហើយបានគេចេញប្រកាសនេះអញ្ចឹងខ្ញុំនិយាយមុននេះ2ថ្ងៃមុននេះវាជារឿងចៃដន្យទេបើជារឿងចៃដន្យទេក៏ប៉ុន្តែបើចៃដន្យអញ្ចឹងបានន័យថាម៉េចបានន័យថាអ្វីដែលគេដាក់ចេញមកហ្នឹងខ្ញុំនោះថា validate ដែរបានន័យថាខ្ញុំបើកាលណាគេចេញមកអញ្ចឹងខ្ញុំមើលទៅឲ្យយោបល់ថានេះមិនល្អនេះល្អប៉ុន្តែអ្វីដែលខ្ញុំនិយាយកាលពីថ្ងៃមុនហ្នឹងគឺស្តៀងនេះដែរហ្នឹងគឺបានន័យថាជាការមួយដែលមាន feedback ថាអ្នកនៅខាងក្រៅនេះគឺយល់ថាធ្វើអញ្ចឹងក៏ត្រូវហើយគាត់ធ្វើអញ្ចឹងមែនដូចជាគាត់ target ពួក social influencer នៅខាងក្រៅប្រទេសហ្នឹងដែលខ្ញុំប្រើនៅពេលនោះខ្ញុំប្រើពាក្យថាពួក backpacker ហ្នឹងពួកហ្នឹងគឺគាត់បកកែធ្វើ live ធ្វើអីហ្នឹងក៏ទៅឥឡូវនៅក្នុងយុទ្ធសាស្ត្រហ្នឹងគឺមានទាំងអស់ខ្ញុំមើលខ្ញុំអង្គុយខ្ញុំដែរបាទតិចច្រឡំថាខ្ញុំណាថាខ្ញុំគ្រូទាយមិនមែនពីព្រោះអាយញីរួម indication សញ្ញាទាំងអស់វាទៅច្រកហ្នឹងបាទយើងមិនអាចឲ្យគេបិទចំហហើយយើងសុខចិត្តស្លាប់ទេតែគេបិទចំហយើងទៅបើកមាត់ដកដង្ហើមវាជាកត្តាអូតូម៉ាទិកតែម្ដងបាទអញ្ចឹងដូច្នេះនៅពេលដែលជួបបញ្ហាហ្នឹងគឺយើងត្រូវអត់ច្រកហ្នឹងមកហើយច្រកដំបូងចេញបំផុតមុនគេហ្នឹងគឺ low hanging fruits កន្លែងណាដែលនឹកគៀបអញ្ចឹងនៅក្នុងយុទ្ធសាស្ត្រនេះគេប្រើថាទីតាំងណាដែលនៅក្នុង 5 hour radius គឺទំហំដែលនៅចម្ងាយជិះយន្តហោះ5ម៉ោងដូចមានកូរ៉េមានអីហ្នឹងបាទដូច្នេះយើងត្រូវអញ្ចឹងបានខ្ញុំនិយាយហើយនិយាយទៀតថាក្មួយអីហ្នឹងយើងត្រឡប់ទទួលយកអ្វីដែលជាព័ត៌មានពិតអ្វីដែលជាព័ត៌មាន positive ខ្លះក៏មានទៅក៏យើងត្រូវដឹងដែរប៉ុន្តែក៏មិនទៅឲ្យវាគ្រប់លំដាប់យើងបានជាយើងអាចនិយាយអ្វីចេញមកវាចេញវាត្រឹមត្រូវ giggle garbage in garbage out បើកាលណាយើងទទួល garbage ចូលអ្វីយើងចេញមកចេញ garbage នៅលើនឹងឲ្យឃើញតែម្ដងអញ្ចឹងនេះគឺបើសិនជាខ្ញុំអាចនិយាយបានគឺខ្ញុំ validate អ្វីដែលខាងកម្ពុជាចេញមកខ្ញុំយល់ថាវាទៅការធ្វើនឹងត្រឹមត្រូវបាទអញ្ចឹងមិនមែនគេស្ដាប់ខ្ញុំទេបាទខ្ញុំមិនខ្ញុំគូទីវាចែកដល់បាទចែកដល់ច្រើនណាបាទនេះគឺជាហើយទីថាខ្ញុំដឹងពីមុនអត់ដឹងខ្ញុំអត់ដែរតាក់ទងនរណាទាំងអស់អត់មានខ្ញុំមិនដឹងនរណាទាំងអស់បាទនិយាយវាមើលឃើញសូចនាករវាទៅច្រកនោះបាទគឺត្រឡប់មករឿងថៃវិញបាទសូមជូនខ្លីៗតែម្ដងគឺលោកអនុทินបាទនៅថ្ងៃនេះគាត់ប្ររពថ្ងៃទី1នៃការដែលអនុញ្ញាតឲ្យពលករសំទោសអនុញ្ញាតឲ្យជនភៀសខ្លួនភូមាធ្វើការដោយស្របច្បាប់នៅក្នុងប្រទេសថៃដោយអនុញ្ញាតឲ្យធ្វើ1ឆ្នាំហើយប៉ុន្តែអ្វីដែលជារឿងគួរឲ្យកត់សម្គាល់នោះគឺបាទតាមសារព័ត៌មាន The Nation ក៏ថានេះគឺជាការបញ្ជូនសារដ៏ខ្លាំងទៅប្រទេសកម្ពុជាថាប្រទេសនេះគឺមិនប្រឈមមុខនឹងកង្វះពលកម្មទេទោះបីជាគ្មានពលករពីកម្ពុជាក៏ដោយបាទគឺលោកអនុทินបាននិយាយថាទៅថ្ងៃចេញដំណើរនេះគឺវាមានសារៈសំខាន់ណាស់នៅក្នុងការបង្ហាញទៅដល់សហគមន៍អន្តរជាតិថាយើងមានដំណោះស្រាយមនុស្សធម៌ចំពោះជនភៀសខ្លួនបាទលោកអនុทินគាត់និយាយហើយអ្នកណាក៏ដោយដែលអាចនឹងបំពេញតាមលក្ខខណ្ឌច្បាប់នឹងធ្វើតាមច្បាប់របស់ប្រទេសថៃនឹងមានឱកាសធ្វើការបាទដោយលោកមិននិយាយចំឈ្មោះប្រទេសកម្ពុជានោះគាត់លោកអនុทินបាននិយាយថាគោលនយោបាយថ្មីនេះគឺជាការមួយបញ្ជូនសារដ៏ខ្លាំងទៅដល់អ្នកជិតខាងរបស់ប្រទេសថៃផងដែរដែលលោកមានប្រសាសន៍ថានេះជាការបញ្ជូនសារទៅដល់ប្រទេសណាដែលមានបញ្ហាជាមួយយើងកុំគិតឲ្យសោះថាប្រទេសថៃខ្វះខាតកម្លាំងពលកម្មបើទោះបីជាខ្វះយើងមិនខ្វះកម្លាំងពលកម្មនោះទេបាទគឺយើងដឹងហើយថាប្រទេសកម្ពុជាហើយនិងប្រទេសថៃមានបញ្ហាហើយកម្ពុជាបានអំពាវនាវឲ្យពលកររបស់ខ្លួនត្រឡប់មកប្រទេសវិញដោយសារថាយល់ថានៅក្នុងប្រទេសមានការងារធ្វើបាទហើយនៅក្នុងពេលដែលមានដំណោះនេះ